សម្រាប់ព័ត៌មានជាបន្តទៅនេះគឺប្រទេសកម្ពុជាចំណាយថវិកាជិត$170 លានសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនតង់ខ្ពស់230 គីឡូវ៉ុលគម្រោងសាងសង់ខ្សែបញ្ជូនឆ្អឹងខ្នងតង់ខ្ពស់230 គីឡូវ៉ុលក្នុងការបង្កើតជាប្រព័ន្ធជុំវិញបឹងទន្លេសាបគឺចំណាយថវិកាអស់ជាង$167 លានអាមេរិកដោយគ្រោងសាងសង់ក្នុងរយៈពេល3ឆ្នាំយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី11 ខែមីនាឆ្នាំ2015បានដឹងថាដោយមានការគាំទ្រពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងរាយនឹងធម្មពលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើគម្រោងសាងសង់ខ្សែបញ្ជូនឆ្អឹងខ្នងតង់ខ្ពស់230 គីឡូវ៉ុលបើតាមសេចក្តីប្រកាសព័ត៌មានដដែលគម្រោងនេះគឺតពីខ្សែដែលមានស្រាប់ចេញពីខេត្តបាត់ដំបងភ្ជាប់មកខេត្តសៀមរាបនិងបន្តមកខេត្តកំពង់ចាមដោយឆ្លងកាត់ខេត្តកំពង់ធំប្រវែង350 គីឡូម៉ែត្រដែលមានសមត្ថភាពបញ្ជូនដល់600 មេហ្គាវ៉ាត់ចំណាយថវិកាជាង$167 លានអាមេរិកក្រោមគម្រោងហេតុបទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតាមរយៈធនាគារ China Inbank នៅក្នុងគម្រោងនេះដែរគឺបានបង្កើតជាប្រព័ន្ធបញ្ជូនកងព័ទ្ធជុំវិញបឹងទន្លេសាបឲ្យកាន់តែមានភាពរឹងមាំនិរន្តរភាពខ្ពស់នៅក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគតសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមវែងឆ្ងាយក្រៅពីនោះបានផ្ដល់ផលប្រយោជន៍មួយទៀតទៅដល់ពេលបញ្ចប់គម្រោងគឺការផ្ដល់លទ្ធភាពថ្មីឲ្យអគ្គិសនីកម្ពុជាអាចជួយរុញចរន្តអគ្គិសនីពីបណ្ដាញជាតិទៅជួយផ្គត់ផ្គង់ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យទៀតផងលើសពីនេះក្នុងក្របខ័ណ្ឌគម្រោងនេះដែរក៏មានការសាងសង់ខ្សែបញ្ជូនជាកងបន្ថែមបង្កប់ប្រព័ន្ធខ្សែបញ្ជូនតង់ខ្ពស់230 គីឡូវ៉ុលនៅកងនៅរាជធានីភ្នំពេញបច្ចុប្បន្នដោយខ្សែថ្មីនេះភ្ជាប់ពីអនុស្ថានីយ៍នៅឧដុង្គឆ្លងកាត់ទន្លេសាបទន្លេមេគង្គលើទន្លេមេគង្គក្រោមទន្លេបាសាក់ដើម្បីតភ្ជាប់ជាមួយនឹងអនុស្ថានីយ៍ទឹកខ្មៅដែលមានប្រវែងសរុបជិត100 គីឡូម៉ែត្រមានលទ្ធភាពបញ្ជូនអានុភាព1000 មេហ្គាវ៉ាត់លើខ្សែថ្មីនេះអាដាមការរតនៈប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកអគ្គិសនីពុំអាចទំនាក់ទំនងសុំការបន្ថែមបានទេគួររំលឹកថាអាដាមស៊ុយសែមរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលធ្លាប់បានប្រកាសនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2014និងទិសដៅ2015របស់ក្រសួងរាយនឹងធម្មពលទាក់ទិនទៅនឹងអគ្គិសនីកម្ពុជាទទួលបានជោគជ័យមួយយ៉ាងធំពីប្រទេសដែលគ្មានអគ្គិសនីប្រើប្រាស់ក្លាយទៅជាប្រទេសដែលមានអគ្គិសនីគ្រប់គ្រាន់ទៅតាមបណ្ដាញដែលបានចែកចាយនៅក្នុងនោះកម្ពុជាបានផ្គត់ផ្គង់អគ្គិសនីបានចំនួន 60% ទៅតាមបណ្ដាញតង់ខ្ពស់បណ្ដាញរងនៅតាមបណ្ដាខេត្តមួយចំនួនធំហើយទូរទស្សនិកជនជាទីមេត្រីបើទោះបីជាអ្នកគ្រូនាងផល្លាមិនបានទទួលពានរង្វាន់ Nobel នៃការប្រកួតគ្រូឆ្នើមលំដាប់ពិភពលោកចំនួន10រូបក្តីក៏ប៉ុន្តែអ្នកគ្រូនាងផល្លាចានឹងទទួលបាននៅមេដាយថ្នាក់មហាសិរីវ័ត្រនិងទឹកប្រាក់100 លានរៀលពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអ្នកគ្រូនាងផល្លាដែលជាគ្រូបង្រៀនកុមារកោថ្លង់កុមារពិការភ្នែកភ្នំពេញថ្មីហើយដែលបានក្លាយជាជំរើសគ្រូឆ្នើមនៃបេក្ខភាពចំនួន10រូបក្នុងការប្រជែងយកពានរង្វាន់ Nobel ដែលមានតម្លៃជាទឹកប្រាក់$1 លានអាមេរិកពីអង្គការគ្រូបង្រៀនពិភពលោក Global Teaching Prize នឹងទទួលបានមេដាយថ្នាក់មហាសិរីវ័ត្ររួមជាមួយនឹងថវិកា100 លានរៀលពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបន្ទាប់ពីអ្នកគ្រូមិនបានទទួលពានរង្វាន់ Nobel នៃការប្រកួតដាច់ប្រវត្តិគ្រូឆ្នើមពិភពលោកកាលពីថ្ងៃទី16 មីនាម្សិលមិញនោះការវិធីបំពាក់និងផ្ដល់ទឹកប្រាក់100 លានរៀលនឹងធ្វើឡើងនៅក្នុងកម្មវិធីមហាសន្និបាតរបស់ក្រសួងអប់រំនាពេលខាងមុខនេះបើតាមការឲ្យដឹងពីគណៈកាល័យសម្ដេចនាយករដ្ឋមន្ត្រីសូមបញ្ជាក់ថាមានតែគ្រូបង្រៀនចំនួន10រូបប៉ុណ្ណោះនៅលើពិភពលោកដែលត្រូវទទួលប្រកួតសម្រាំងយកមួយរូបចុងក្រោយត្រូវទទួលពាន Nobel ជាគ្រូបង្រៀនឆ្នើមនេះជាមួយនឹងទឹកប្រាក់$1 លានអាមេរិកបន្ទាប់ពីការជ្រើសរើសចុងក្រោយក្នុងចំណោមបេក្ខភាពដែលសម្រង់ពីការដាក់ពាក្យចូលរួមប្រកួតចំនួន50រូបមុនពេលចូលរួមក្នុងការប្រកួតប្រជែងអ្នកគ្រូនាងផល្លាបានប្រាប់ទូរទស្សន៍ BTV ថាការសម្រេចចិត្តចូលរួមប្រកួតនេះហើយឈានដល់ការប្រជែងយកជ័យលាភីក្នុងចំណោម10រូបចុងក្រោយនេះគឺមិនត្រឹមតែជាកិត្តិយសសម្រាប់អ្នកគ្រូផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែវាជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរហើយក៏បានបង្ហាញពិភពលោកថាលោកគ្រូអ្នកគ្រូទាំងអស់ក៏មានឆន្ទៈល្អក្នុងការបង្រៀនផងដែរ
ទោះបីជានាងខ្ញុំដូចថាបានជាប់ទទួលបានពានរង្វាន់គ្រូឆ្នើមប្រចាំពិភពលោកឬក៏មិនបានគឺរូបនាងខ្ញុំផ្ទាល់និងលោកគ្រូអ្នកគ្រូដែលបម្រើការងារដល់កុមារពិការភ្នែកផ្ទាល់តែម្ដងនឹងបដិញ្ញាចិត្តនឹងបន្តការផ្ដល់ការអប់រំដល់កុមារពិការភ្នែកនិងកោថ្លង់រហូតទៅដើម្បីឲ្យពួកគាត់ទទួលបានការអប់រំទាំងអស់គ្នាបានចូលរួមនៅក្នុងសង្គមដូចជាអ្នកធម្មតាដែរចាដូច្នេះព្រោះយើងដឹងហើយថាបច្ចុប្បន្នគឺរដ្ឋាភិបាលជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺលោកគាំទ្រទៅលើវិស័យអប់រំដល់កុមារពិការនិងអប់រំទូទៅដូច្នេះយើងនឹងបន្តចាអង្គការគ្រួសារថ្មីនឹងបន្តជួយទៅដល់កម្មវិធីនឹងដោយបោះបង់ចោលទេចាសូមបញ្ជាក់ដែរថាអ្នកគ្រូនាងផល្លាបានបង្រៀនក្នុងសាលាកុមារកោថ្លង់និងកុមារពិការភ្នែកតាំងពីឆ្នាំ1986មកម្លេះហើយបច្ចុប្បន្នអ្នកគ្រូគឺជានាយិកានៃសាលាមួយនេះដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញលោកនាងកញ្ញាជាទីមេត្រីគិតមកដល់ត្រឹមថ្ងៃទី16ខែមិនិនាមានម្ចាស់បន្ទប់ជួលឲ្យកម្មករចំនួន2454នាក់ហើយបានមកចុះកិច្ចសន្យាលើតម្លៃទឹកស្អាតថ្មីជាមួយនឹងរដ្ឋបាលទឹកស្វយ័តក្រុងភ្នំពេញតាមការអំពាវនាវគិតមកដល់ត្រឹមថ្ងៃទី16ខែមីនាមានម្ចាស់បន្ទប់ជួលឲ្យកម្មករចំនួន2454នាក់ហើយបានមកចុះកិច្ចសន្យាលើតម្លៃទឹកស្អាតថ្មីជាមួយនឹងរដ្ឋបាលទឹកស្វយ័តក្រុងភ្នំពេញតាមការអំពាវនាវអគ្គនាយករដ្ឋបាលទឹកស្វយ័តក្រុងភ្នំពេញនៅតែអំពាវនាវដល់ម្ចាស់បន្ទប់ជួលឲ្យកម្មករមកបំពេញកិច្ចសន្យាថ្មីដែលមានតម្លៃអនុគ្រោះសម្រាប់ជួយដល់កម្មករឲ្យមានស្ថានភាពកាន់តែប្រសើរមួយកម្រិតថែមទៀតអាដាមសឹមស៊ីថាអគ្គនាយករដ្ឋបាលទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី16ម្សិលមិញនេះបានធ្វើការអំពាវនាវបន្ថែមទៀតដល់ម្ចាស់ផ្ទះជួលឬបន្ទប់ជួលដល់កម្មករកម្មការិនីជួលផ្ទះឲ្យមកបំពេញកិច្ចសន្យាថ្មីស្ដីពីតម្លៃប្រើប្រាស់ទឹកស្អាតដែលជាតម្លៃអនុគ្រោះដល់បងប្អូនកម្មករកម្មការិនីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺតម្លៃ1200រៀលក្នុង1ម៉ែត្រគូបជាតម្លៃថេរដោយមិនគិតពីអ្នកប្រើច្រើនឬក៏ប្រើតិចនោះឡើយអាដាមបានដឹងថាបច្ចុប្បន្ននេះមានម្ចាស់បន្ទប់ជួលឲ្យកម្មករចំនួន176នាក់ស្មើនឹង3109បន្ទប់បានមកចុះកិច្ចសន្យាទទួលយកតម្លៃប្រើប្រាស់ទឹកស្អាតតាមការណែនាំរបស់រដ្ឋបាលទឹកបើគិតមកដល់ពេលនេះសរុបមានម្ចាស់បន្ទប់ជួលចំនួន2454នាក់បានមកចុះកិច្ចសន្យាលើតម្លៃទឹកថ្មីស្មើនឹង5650បន្ទប់ស្មើនឹងជាង 60% នៃចំនួនបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញសរុបចំនួន90478បន្ទប់តែតិននឹងតម្លៃទឹកស្អាតថ្មីដែលត្រូវឲ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលដល់កម្មករកម្មការិនីប្រើប្រាស់នេះអាដាមសឹមស៊ីថាបានប្រាប់ដល់ទូរទស្សន៍ BTV News យ៉ាងដូចនេះថាសូមជម្រាបជូនថាដើម្បីអនុវត្តទៅតាមការជំរុញរបស់រដ្ឋាភិបាលរដ្ឋបាលទឹកស្វយ័តក្រុងភ្នំពេញបានប្រឹងប្រែងគ្រប់យ៉ាងដើម្បីអញ្ជើញប្រជាពលរដ្ឋដែលលោកមានជំនឿទទួលមកជួបជុំនៅទីនេះហើយគឺការផ្សព្វផ្សាយបន្ថែមអំពីគោលការណ៍នានារបស់អង្គការរដ្ឋបាលទឹកក៏ដូចជាលក្ខខណ្ឌនៃកិច្ចសន្យាបាទទីមួយគឺយើងជម្រាបជូនគាត់ឲ្យយល់អំពីការជួយគ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរវាងការអំពាវនាវរបស់រដ្ឋាភិបាលដើម្បីជំរុញឲ្យអ្នកស្រីស្រោលោកទទួលបានទឹកប្រើប្រាស់ក្នុងតម្លៃថោកជាពិសេសកម្មករកម្មការិនីរោងចក្រសិស្សនិស្សិតដែលខ្ញុំមកពីឆ្ងាយមកថ្នាក់នៅក្នុងរាជធានីភ្នំពេញដើម្បីធ្វើអាជីវកម្មក្នុងការរកស៊ីរកប្រាក់ហើយដើម្បីជួយបន្ថែមទៅលើប្រាក់បៀវត្សដែលគាត់ទទួលបានចំនួនគ្រប់តាមការចង់បានរបស់គាត់នេះគឺជាការរួមចំណែកមួយដែលយើងត្រូវធ្វើអញ្ចឹងគាត់បានអញ្ជើញមកដល់អង្គភាពរបស់យើងតាមការអញ្ជើញហើយមាន3សន្តានទី1គឺអ្នកដែលមានបន្ទប់ជួលតិចជាង10ទី2អ្នកដែលមានបន្ទប់ច្រើនជាង10រហូតដល់100%អញ្ចឹងហើយទី3អ្នកដែលមិនទាន់យល់ច្បាស់អំពីថាតើយើងទៅធ្វើម៉េចជាមួយគ្នាបាទអញ្ចឹងទៅតាមតម្លៃទឹក1030ដែលជាតម្លៃរបស់រដ្ឋយើងគ្រោងសុំឲ្យគាត់ទៅជាដំណើរចែកចាយរបស់យើង
ហើយនឹងលក់ជូនដល់កម្មការនេះក្នុង1200យើងពន្យល់គាត់អំពីគោលការណ៍នេះនិងពន្យល់គាត់អំពីការបច្ចេកទេសបើគិតតាមស្ថិតិដែលយើងមាននៅក្នុងដៃគឺ4356អតិថិជនរបស់យើងស្មើនឹងជាង 90000 បន្ទប់ហើយមកទល់បច្ចុប្បន្ននេះគឺយើងអនុវត្តបាន 2200 ជាងហើយជាអតិថិជនហើយដែលស្មើនឹងប្រមាណជា 47500 បន្ទប់បានន័យថា50ជាងភាគរយហើយ51-52% នៃផែនការរបស់យើងហើយដល់ជំនួយចុងក្រោយរបស់ខ្ញុំគោលនយោបាយថ្មីចំពោះឲ្យម្ចាស់ផ្ទះជួលដែលរដ្ឋបាលឲ្យរដ្ឋបាលទឹកឲ្យកំពុងអនុវត្តនោះតើមានការប៉ះពាល់ទៅដល់តុកអីឆេងឬទីផ្សារហ៊ុនរបស់រដ្ឋបាលទឹកដែរទេគិតទៅកិច្ចការងារនេះយើងបានមុននឹងយើងដំណើរការក្រោយពីការអំពាវនាវរបស់រដ្ឋាភិបាលយើងបានប្រជុំក្រុមប្រឹក្សាវិបាលយើងបានរាយការណ៍ជូនទៅក្រុមប្រឹក្សាវិបាលថាយើងនឹងកាត់បន្ថយនៅប្រាក់ចំណូលរបស់យើងប្រមាណជា$20000ក្នុងមួយឆ្នាំបានន័យថាប្រហែលជា$20000ក្នុងមួយខែជាការចែករំលែកពីវិនិយោគិនទៅដល់អ្នកក្រីក្រអញ្ចឹងវាជាការចែករំលែកនៅប្រាក់ចំណេញទេមិនមានប៉ះពាល់ដល់ខាតទេមិនមែនខាតទេគឺកាត់បន្ថយប្រាក់ចំណេញរបស់យើងរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញនឹងបន្តអញ្ជើញម្ចាស់បន្ទប់ជួលឲ្យកម្មករធ្វើកិច្ចសន្យារហូតដល់តែអស់សម្រាប់បន្ទប់ជួលទាំង9478បន្ទប់ទឹកនិងភ្លើងគឺបានជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនីនោះទើបរដ្ឋាភិបាលសម្រាប់ផ្ដល់ការអនុគ្រោះលើតម្លៃប្រើប្រាស់ទឹកនិងភ្លើងនេះដល់បងប្អូនកម្មករកម្មការិនីដែលកំពុងជួលផ្ទះឬបន្ទប់ស្នាក់នៅចាប់ព័ត៌មានដាច់ដライនេះគឺដើម្បីជាការចូលរួមជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុមហ៊ុនម៉ែនសរុនគឺបានរួមចំណែកនៅក្នុងការឧបត្ថម្ភមីយើងចាស់ចំនួន1000កេសសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ2015នេះដើម្បីជាការរួមចំណែកក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2015ក្រុមហ៊ុនម៉ែនសរុនដែលជាក្រុមហ៊ុនក្នុងស្រុកផលិតនិងចែកចាយមីយើងបានរួមចំណែកឧបត្ថម្ភមីយើងចំនួន1000កេសដល់សហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈលោកសសុពុត្រាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឯកឧត្តមសាយសំអាលប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2015លោកជួនពេជ្រឧត្តមតំណាងផ្នែកទីផ្សារនៃក្រុមហ៊ុនម៉ែនសរុនបានដឹងថាក្រុមហ៊ុនម៉ែនសរុនបាននាំយកនៅមីយើងចំនួន1000កេសដើម្បីជាការឧបត្ថម្ភជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2015ខាងមុខនេះក្នុងនាមក្រុមហ៊ុនម៉ែនសរុនពួកយើងខ្ញុំបានពំនាំនៅមីយើងដែលបានយកមកចំនួន1000កេសដើម្បីជូនជាការឧបត្ថម្ភជូនចំពោះខាងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការធ្វើកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ2015ក្រុមហ៊ុនមីយើងគឺជាក្រុមហ៊ុនផលិតនៅផលិតផលក្នុងស្រុកដែលគ្មានសារធាតុគីមីនិងផលិតពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ឆ្លៀតក្នុងឱកាសនេះដែរយើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រផលិតផលមីយើងតាំងពីដើមរហូតមកសូមអរគុណកញ្ញាជួនពេជ្រវិជ្ជរានាយកផ្នែកពាណិជ្ជកម្មអន្តរជាតិនៃក្រុមហ៊ុនម៉ែនសរុនបានដឹងដែរថាក្រុមហ៊ុនម៉ែនសរុនគឺជាក្រុមហ៊ុនផលិតនិងចែកចាយមីយើងដែលគ្មានសារធាតុគីមីនិងបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុកមានគុណភាពខ្ពស់ហើយតាំងនាមឲ្យក្រុមហ៊ុនម៉ែនសរុនកញ្ញាបានថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រនៅផលិតផលមីយើងតាំងពីដើមរហូតមកហើយសូមបញ្ជាក់ដែរថាអង្គរសង្ក្រាន្តឆ្នាំ2015នៅក្នុងខេត្តសៀមរាបគឺមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14 15 16ខែមេសាស្របពេលជាមួយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានកម្មវិធីកម្សាន្តនិងការរៀបចំតាមលក្ខណៈប្រពៃណីនិងសាសនាវប្បធម៌ខ្មែរសម្រាប់ពិធីកាត់នំអន្សមយក្សនឹងធ្វើនៅថ្ងៃទី15មេសាបន្ទាប់ពីតាំងហើយក៏មានការប្រឡងហូបនំអន្សមផងដែរហើយសូមបញ្ជាក់ដែរថាកម្មវិធីអង្គរសង្ក្រាន្តលើកទី3ឆ្នាំ2015នៅខេត្តសៀមរាបដែលមានការវេចនំអន្សមយក្សទម្ងន់ជាង3តោនដែលមានបណ្ដោយ5ម៉ែត្រអង្កត់ជិត1ម៉ែត្រមានទំហំធំជាងគេលើពិភពលោកនោះនឹងការផ្សាយនឹងការផ្សព្វផ្សាយស្ពតព័ត៌មានខ្លីតាមរយៈទូរទស្សន៍ CNN និងមានកំណត់ត្រាពិភពលោកក្នុងសៀវភៅ Guinness ផងដែរដើម្បីប្រកាសប្រាប់ដល់ប្រជាជាតិលើពិភពលោកឲ្យចាប់អារម្មណ៍មកទេសចរទស្សនាវប្បធម៌និងទេសភាពធម្មជាតិដ៏សម្បូរបែបនៅក្នុងប្រជាណាចក្រកម្ពុជា
លោកនាងកញ្ញាជាទីមេត្រីបាយមានលោកនាងទៅបានទស្សនានៅព័ត៌មានក្នុងប្រទេសហើយសូមបញ្ជាបន្តទស្សនាព័ត៌មានអន្តរជាតិនេះពេលបន្តិចទៀតនេះ